ថ្ងៃនេះខ្ញុំមកស្លសម្លតុងយ៉ាំដែលជាដំបូងគឺខ្ញុំមកធ្វើការកាត់ផ្សិតអំបោះដែលខ្ញុំកាត់គល់វាចេញឲ្យស្អាតហើយបន្តមកទៀតខ្ញុំធ្វើការបេះធាងណាដែលវារាងធំឥឡូវនេះខ្ញុំបានបេះវារួចរាល់ហើយបន្ទាប់ពីបេះផ្សិតអំបោះរួចរាល់ខ្ញុំក៏មកធ្វើការចិតការ៉ុតរបស់យើងហើយចំពោះការចិតនឹងដែរគឺខ្ញុំចិតសបកវាជុំវិញបន្ទាប់មកគឺខ្ញុំនឹងយកវាទៅលាងទឹកឲ្យស្អាតសិនបន្ទាប់មកខ្ញុំមកធ្វើការហាន់គល់ស្លឹកគ្រៃចំពោះការហាន់គល់នេះដែរគឺខ្ញុំហាន់វារាងត្រវែងបែបទូចតាមពិតបងកន្លែងនេះយើងដំវាតែម្ដងក៏បានដែរបន្តមកទៀតខ្ញុំមកធ្វើការហាន់ស្លឹកក្រូចសើចហើយចំពោះស្លឹកក្រូចសើចនឹងដែរបងចង់ដាក់ទាំងស្លឹកធំក៏បានប៉ុន្តែខ្ញុំចង់ឲ្យស្រួយល្អខ្ញុំហាន់វាឲ្យរាងតូចបន្តិចហើយខ្ញុំក៏មកកាត់នៅរំដេងខ្ញុំកាត់វារាងទូចដើម្បីឲ្យវាចេញជាតិឈ្ងុយបានល្អហើយបន្ទាប់ពីនឹងមកខ្ញុំក៏ឆ្លៀតមកហាន់ជីទុកដោយឡែកឲ្យហើយព្រោះខ្ញុំអត់ចង់ត្រឡប់មកហាន់ជីឬក៏ធ្វើគ្រឿងក្រៅបន្ថែមទៅទេខ្ញុំចង់ធ្វើម្ដងឲ្យហើយតែម្ដងបន្ទាប់ពីហាន់គ្រឿងក្រៅនឹងហើយខ្ញុំដាក់វានៅក្នុងចានមួយឡែកសិនក្រោយពីហាន់គ្រឿងក្រៅហើយខ្ញុំមកហាន់ខ្ទឹមបារាំងចំពោះការហាន់នេះដែរខ្ញុំហាន់វារាងតូចបន្តិចក្រោយពីហាន់ខ្ទឹមបារាំងរួចខ្ញុំមកធ្វើការហាន់ប៉េងប៉ោះចំពោះប៉េងប៉ោះខ្ញុំហាន់វារាងធំដែរដោយសារប៉េងប៉ោះវាឆាប់រលួយឬក៏វាឆាប់ស្អិនក្រោយពីខ្ញុំហាន់ប៉េងប៉ោះរួចខ្ញុំមកធ្វើការហាន់ការ៉ុតហើយការ៉ុតនឹងដែរខ្ញុំហាន់វារាងតូចដោយសារខ្ញុំចង់ឲ្យវាឆាប់ស្អិនឥឡូវនេះបន្លែរបស់ខ្ញុំបានចិតឬក៏ហាន់វារួចរាល់ហើយនេះគឺជាគ្រឿងផ្សំទាំងអស់សម្រាប់សម្លរបស់យើងថ្ងៃនេះក្រោយពីរៀបចំគ្រឿងផ្សំរួចរាល់ហើយខ្ញុំមកធ្វើការដាក់ដាំទឹកឥឡូវនេះដែរទឹករបស់យើងក៏ពុះដែរហើយបន្ទាប់ពីពុះហើយខ្ញុំធ្វើការដាក់ដុំតុងយ៉ាំចូលបន្ទាប់ពីដាក់ដុំតុងយ៉ាំរួចរាល់ខ្ញុំមកធ្វើការដាក់សាច់មាន់ដែលយើងបានត្រៀមរួចរាល់ហើយហ្នឹងបន្ទាប់មកទៀតខ្ញុំធ្វើការដាក់គ្រឿងផ្សំរបស់យើងចូលដែលមានស្លឹកគ្រៃស្លឹកក្រូចសើចនិងរំដេងចូលបន្ទាប់មកខ្ញុំក៏ធ្វើការដាក់ការ៉ុតខ្ញុំដាក់ការ៉ុតចូលមុនគេដោយសារការ៉ុតវាមិនងាយឆ្អិនបន្ទាប់មកខ្ញុំធ្វើការដាក់ប៉េងប៉ោះចូលក្រោយពីកូរវាបន្តិចខ្ញុំក៏ធ្វើការដាក់ផ្សិតអំបោះក្រោយពីដាក់រួចរាល់ខ្ញុំក៏ធ្វើការកូរវាបន្តិចដែរក្រោយពីដាក់បានបន្តិចខ្ញុំដាក់ខ្ទឹមបារាំងចូលក្រោយពីដាក់បន្លែរួចរាល់អស់ហើយខ្ញុំមកធ្វើការដាក់គ្រឿងផ្សំចូលដែលមានដូចជាទឹកត្រីស្ករនិងប៊ីចេងហើយចំពោះគ្រឿងផ្សំទាំងអស់ហ្នឹងបងអាចដាក់តាមចំណូលចិត្តដែលបងញ៉ាំក្រោយពីដាក់គ្រឿងផ្សំរួចរាល់អស់ហើយឥឡូវស្នូលរបស់យើងក៏ឆ្អិនរួចរាល់អស់ផងដែរហើយក៏អរគុណទៅដល់បងដែលបានមើលវីដេអូរបស់ខ្ញុំតាំងពីដើមរហូតមកដល់ចប់